ញ្ញាធរអន្តោប្រវេសន៍ថៃដាក់ស្ត្រីខ្មែរពិការដៃម្នាក់ក្នុងបញ្ជីខ្មៅហាមមិនឲ្យចូលប្រទេសថៃជាអចិន្ត្រៃយ៍ស្ត្រីខ្មែរដែលពិការដៃម្ខាងដែលធ្លាប់បានទៅធ្វើការនៅប្រទេសថៃត្រូវបានអាជ្ញាធរថៃដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឲ្យចូលទៅប្រទេសថៃជារៀងរហូតនាពេលអនាគតបន្ទាប់ពីសមត្ថកិច្ចថៃឃាត់ខ្លួនរយៈពេល2យប់ដោយចោទប្រកាន់ថាចូលទៅប្រទេសថៃដោយខុសច្បាប់កាសែត The Nation របស់ថៃបានចុះផ្សាយថាស្ត្រីរូបនេះមានឈ្មោះវណ្ណារីបានទៅសុំទាននៅក្នុងប្រទេសថៃនៅថ្ងៃទី25ខែមិថុនាឆ្នាំ2025អ្នកស្រីនិងមនុស្សជាច្រើនអ្នកទៀតបានធ្វើការតវ៉ាដោយសារមិនអាចត្រឡប់ចូលទៅប្រទេសកម្ពុជាវិញដោយសារតែការបិទព្រំដែនខ្លងលឹកទល់មុខច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យសារព័ត៌មានបានរាយការណ៍ថាអ្នកស្រីបានស្រែកដាក់មន្ត្រីអន្តោប្រវេសន៍ថៃឲ្យដាក់សម្ពាធឲ្យពួកគេបើកច្រកដើម្បីអាចត្រឡប់មកកម្ពុជាវិញពេលនោះសមត្ថកិច្ចថៃបានចាប់ខ្លួនហើយចោទប្រកាន់ពីបទចូលទៅប្រទេសថៃដោយខុសច្បាប់និងពាក់ព័ន្ធនឹងសកម្មភាពសុំទាននៅក្នុងប្រទេសថៃអ្នកស្រីត្រូវបានឃុំខ្លួន2យប់ហើយត្រូវបានកាត់ទោសដោយតុលាការដោយមានការផាកពិន័យនិងត្រូវបណ្តេញចេញជារៀងរហូត The Nation ចុះផ្សាយថាអ្នកស្រីក៏ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅរបស់អន្តោប្រវេសន៍ថៃក្នុងនាមជាអ្នកគំរាមកំហែងដល់សន្តិសុខជាតិដែលធ្វើឲ្យអ្នកស្រីត្រូវបានហាមឃាត់អចិន្ត្រៃយ៍មិនឲ្យចូលប្រទេសនេះឡើងវិញនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025អ្នកស្រីនិងមនុស្សជាច្រើនអ្នកទៀតត្រូវបានសមត្ថកិច្ចថៃដឹកតាមឡានបញ្ជូនចេញទៅកម្ពុជាវិញហើយអ្នកស្រីថ្លែងថាអ្នកស្រីនឹងមិនត្រឡប់ទៅប្រទេសថៃវិញទេយោងតាមការចុះផ្សាយនៅលើទំព័រ Facebook របស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរដ្ឋបាលខេត្តបន្ទាយមានជ័យអាជ្ញាធរមូលដ្ឋាននិងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានខ្នះខ្នែងដើម្បីទទួលបានការដោះស្រាយជាមួយនឹងភាគីថៃរហូតពួកគេបានដោះលែងស្ត្រីទាំងពីរនាក់ដែលនៅក្នុងនោះក៏មានអ្នកស្រីវណ្ណារីផងដែរឲ្យត្រឡប់មកកម្ពុជាវិញបាទសូមអរគុណសូម like នៅវីដេអូដើម្បីទទួលបានព័ត៌មានថ្មីៗ